សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបប្រឡាក់ឆ្អឹងជំនីជ្រូកងាយហើយឆ្ងាញ់ទៀតនេះគឺជាគ្រឿងផ្សំដែលយើងធ្វើឆ្អឹងជំនីប្រឡាក់ដែលមានរសជាតិឆ្ងាញ់ហើយខ្ញុំបានទិញតសក់ហើយនឹងសាឡាត់ដើម្បីយកមកប្រកបជាមួយនឹងឆ្អឹងជំនីឥឡូវនេះយើងធ្វើការដាក់អំបិលរ៉ូឌី1ស្លាបព្រាកន្លះហើយខ្ញុំដាក់ជាមួយនឹងស្ករស1ស្លាបព្រាហើយប្រេងខ្យង1ស្លាបព្រាហើយប៊ីចេងនឹង1ចុងស្លាបព្រាហើយយើងកូរវាឲ្យសព្វទៅហើយទុកសាច់នឹងរយៈពេល5-10នាទីទៅ20នាទីដើម្បីឲ្យសាច់យើងឆ្អឹងជំនីយើងនឹងចូលជាតិបានល្អហ្នឹងអ្នកទាំងគ្នាបន្តមកទេខ្ញុំក៏ធ្វើការកូរគ្រឿងហ្នឹងឲ្យសព្វចូលគ្នាទៅបន្ទាប់ពីយើងទុករយៈពេលប្រហែលនាទីមកហ្នឹងឥឡូវឃើញថាគ្រឿងរបស់យើងហ្នឹងគឺបានចូលជាតិអស់ហើយឥឡូវហ្នឹងយើងយកវាទៅដាក់ចៀនម្ដងបន្ទាប់មកខ្ញុំក៏ធ្វើការដាក់ឆ្អឹងជំនីនឹងចៀនរហូតទាល់តែវាក្រៀមល្អបែបហ្នឹងជឿថាឆ្អឹងជំនីយើងនឹងឥឡូវហ្នឹងគឺទៅហើយអ្នកទាំងអស់គ្នាមើលទៅគឺទំនងខ្លាំងមែនតើហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងបាយបាយជួបនៅពេលក្រោយម្ដងទៀត